មបង្អួតរៀងយ៉ាងរឹងមាំនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ625ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រនាំឲ្យមនុស្សម្នាកោតស្ញប់ស្ញែងចាត់ទុកជាទីសក្ការៈនិងស្គាល់ច្បាស់ថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់កាលសម័យអង្គរប្រាសាទព្រះវិហារមានឈ្មោះដើមថាស្រីសិក្ខាគិរីស្វារៈដែលមានន័យថាជាម្ចាស់នៃកំពូលភ្នំហើយក៏ជាឈ្មោះនៅលឹងថ្មព្រះឥសូរដែលស្ដេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៃគ្រិស្តសករាជឆ្នាំ889និងបញ្ចប់ទៅនៅដើមសតវត្សទី12ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2នៃសម័យមហានគរដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែកដែលកាលនោះគឺស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារជាប់ខេត្តស៊ីសាកេតប្រទេសថៃតាមរយៈសិលាចារឹកដែលបានឆ្លាក់ចារនៅលើប្រាសាទបាពួនសិលាចារឹក K583 បានចារថាមានព្រះអង្គម្ចាស់មួយអង្គព្រះនាមឥន្ទ្រាយុទ្ធជាក្សត្រដែលខ្លាំងពូកែអាចច្បាំងយកជ័យជំនះលើស្ដេចចាមបាននោះទ្រង់ជាក្សត្រដែលបានយកលឹងថ្មធម្មជាតិមួយមកតាំងនឹងប្រតិស្ថានលើប្រាសាទព្រះវិហារបើតាមអត្ថបទសិលាចារឹកនៅប្រាសាទព្រះវិហារ K581 បានចារជាភាសាខ្មែរបុរាណនិងជាភាសាសំស្ក្រឹតប្រវត្តិប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរមួយនេះគឺមានទំនាក់ទំនងជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះថាតបៈស្វន្ទរបណ្ឌិតព្រាហ្មណ៍តបៈស្វន្ទរបណ្ឌិតមានអាស្រមមួយនៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនៅអំឡុងឆ្នាំ1024នៃគ្រិស្តសករាជព្រាហ្មណ៍នោះបានទទួលអង្រឹងស្នែងមាសនិងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពីព្រះបាទសូរ្យវរ្ម័នទី1ដែលជាការដឹងគុណពីព្រះអង្គចំពោះព្រាហ្មណ៍តបៈស្វន្ទរបណ្ឌិតក្នុងការថែទាំលឹងព្រះអាទិទេពនៅលើសិលាចារឹកមានបញ្ជាក់ទៀតថាព្រះបាទសូរ្យវរ្ម័នទី1ជាក្សត្រដែលមានជំនឿខ្លាំងណាស់លើលឹងអាទិទេពមួយអង្គនេះហើយកំណត់ត្រាសិលាចារឹកបញ្ជាក់ច្បាស់ថាសេវលឹងនេះតែងតែសម្ដែងមហិទ្ធិឫទ្ធិបដិហាឲ្យព្រះអង្គបានទតក្នុងបរិវេណប្រាសាទមានស្រះទឹកបុរាណមួយដែលមានទីតាំងស្ថិតនៅខាងឆ្វេងព្រះថ្នល់ចន្លោះគោបុរៈទី4និងគោបុរៈទី5ទទឹងប្រវែង 16.80 ម៉ែត្រនិងបណ្ដោយ 37.80 ម៉ែត្របើតាមដំណើរតគ្នាមកល្បីថាស្រះទឹកនេះគឺជាទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យណាស់សម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗហើយសូម្បីតែអតីតព្រះមហាក្សត្រថៃព្រះបាទភូមិពលអាដូលជាដេតធ្លាប់បានប្រើទឹកពីស្រះនេះដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ1946ផងដែរប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាចាប់ផ្ដើមផ្ទុះខ្លាំងឡើងក្នុងឆ្នាំ1954បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំងដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលមកកាន់ប្រាសាទព្រះវិហារទាំងកក្លឿនរដ្ឋាភិបាលកម្ពុជាពេលនោះមានព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាប្រមុខរដ្ឋបានដឹកនាំកម្ពុជាបើកដំណើរការទាមទារកម្មសិទ្ធិតាមរយៈការទូតជាមួយថៃប៉ុន្តែត្រូវបរាជ័យដែលនាំឲ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្ដងដោយបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនៅថ្ងៃទី6ខែតុលាឆ្នាំ1959ដើម្បីស្នើសុំឲ្យតុលាការប្រគល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារមកឲ្យកម្ពុជានិងទាមទារឲ្យថៃដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី8ខែធ្នូឆ្នាំ1959សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការតាមពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាទៅវិញសាវនាការជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃត្រូវបានបើកធ្វើឡើងចាប់ពីថ្ងៃទី10ដល់ថ្ងៃទី15ខែមេសាឆ្នាំ1960ហើយថ្ងៃទី26ខែឧសភាឆ្នាំ1961តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជាតាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី1ដែលគេធ្វើឡើងរវាងបារាំងសៀមក្នុងសន្ធិសញ្ញាឆ្នាំ1904បង្ហាញថាប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដដោយថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវតុលាការអន្តរជាតិក្រុងឡាអេសម្រេចសាលក្រមឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តីរឿងវិវាទកម្ពុជាថៃប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី32របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ធ្វើឡើងនៅទីក្រុងកេបិចប្រទេសកាណាដាវិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារចាប់ផ្ដើមផ្ទុះជាថ្មីម្ដងទៀតអំឡុងខែមិថុនាឆ្នាំ2008ជាពេលដែលប្រាសាទព្រះវិហារស្ថិតនៅក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយនៅថ្ងៃទី15ខែកក្កដាឆ្នាំ2008ថៃបានយកទាហានរបស់ខ្លួនមកឈរជើងនៅក្នុងបរិវេណវត្តកៅសិក្ខាគិរីស្វារៈក្បែរតំបន់ប្រាសាទព្រះវិហារវិវាទនេះបានបង្កឲ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរនិងបន្តជាក្តីក្តាំងសាសជាថ្មីនៅលើតុលាការអន្តរជាតិ ICJ
រហូតដល់ខែធ្នូឆ្នាំ2011កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ1962របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវតែដកកងទ័ពប៉ូលីសឬក៏ឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ